Rương vì nhiên vul vul nở tè sầm nạ mọt stâng đại miền tì tăng nở krong xiêm riệp các bài đong stâng xiêm riệp đò trò chạ srep na pe riệt traiยุวชนម្នាក់ឈ្មោះរតនាបានធ្វើដំណើរមកដល់ក្រុងសៀមរាបនៅពេលមេឃជិតងងឹតដោយសារសន្តាគារធំធំពេញអស់គេក៏សម្រេចចិត្តជួលបន្ទប់នៅផ្ទះសំណាក់ឈើចាស់មួយដែលមានទីតាំងនៅដាច់ឆ្ងាយពីគេបង្កប់ខ្លួនក្រោមដើមជ្រៃធំធំក្បែរមាត់ស្ទឹងម្ចាស់ផ្ទះសំណាក់ដែលជាស្ត្រីចំណាស់ម្នាក់បានហុចសោបន្ទប់លេខ404ឲ្យរតនាទាំងដៃញាត់រត្រោកគាត់បានប្រាប់រតនាថាបើឮសំឡេងអ្វីនៅក្បែរបង្អួចកុំបើកឲ្យសោះប៉ុន្តែរតនាមិនបានចាប់អារម្មណ៍នឹងសម្ដីនោះឡើយខណៈកំពុងលងលក់ស្រាប់តែមានក្លិនផ្កាចម្ប៉ាដ៏ក្រអូបឈួលភាយពេញបន្ទប់រតនាបានភ្ញាក់ដឹងខ្លួនហើយមានអារម្មណ៍ថាខ្យល់នៅក្នុងបន្ទប់ស្រាប់តែត្រជាក់ស្រេបដល់ឆ្អឹងទោះបីជាគេមិនបានបើកម៉ាស៊ីនត្រជាក់ក៏ដោយរតនាបានងាកទៅមើលមាត់បង្អួចក៏ស្រាប់តែឃើញស្រមោលស្ត្រីម្នាក់ស្លៀកពាក់ឈុតសឈរថ្មឹងសម្លឹងមើលទៅដងស្ទឹងនៅពេលរតនាព្យាយាមហៅស្រមោលនោះក៏បាត់ស្រមោលសូន្យហាក់ដូចជាផ្សែងអប់ភ្លាមនោះសំឡេងទឹកស្រក់ចេញពីបន្ទប់ទឹកបានបន្លឺឡើងតក់រតនាដើរទៅបើកទ្វារបន្ទប់ទឹកក៏ឃើញទឹកដែលស្រក់មកនោះមិនមែនជាទឹកធម្មតាទេប៉ុន្តែវាគឺជាឈាមក្រហមច្រាលដែលហូរចេញពីក្បាលរ៉ូប៊ីណេរតនាភ័យខ្លាចខ្លាំងក៏រត់ចេញពីបន្ទប់ប៉ុន្តែទ្វារស្រាប់តែជាប់សោបើកមិនចេញនៅលើជញ្ជាំងស្រាប់តែលេចចេញនៅស្នាមក្រចកអូសវែងនិងសំឡេងខ្សឹបតិចថាជួយខ្ញុំផងខ្ញុំត្រជាក់ណាស់តាមពិតទៅកាលពីច្រើនឆ្នាំមុនមានស្ត្រីម្នាក់ត្រូវបានគេសម្លាប់បោះចូលក្នុងស្ទឹងក្បែរផ្ទះសំណាក់នេះស្ត្រីអាចកំបាំងនោះបានលេចចេញរូបរាងពិតប្រាកដនៅចំពោះមុខរតនាមុខមាត់នាងហើមសុយដោយសារត្រាំទឹកហើយភ្នែកនាងលៀនចេញមកក្រៅនាងបានហោះចូលមកជិតរតនារួចលូកដៃត្រជាក់ដូចទឹកកកមកច្របាច់កគេយឺតរតនានឹកឃើញដល់ខ្សែសីមាដែលម្ដាយគេឲ្យតាមខ្លួនគេក៏ដកវាមកកាន់រួចសូត្រធម៌ដោយចិត្តជ្រះថ្លាពន្លឺពណ៌មាសចេញពីខ្សែសីមាបានធ្វើឲ្យវិញ្ញាណនោះខ្ទាតចេញទៅមួយខាងនិងស្រែកយំយ៉ាងខ្លាំងគួរឲ្យខ្លាចនៅពេលមានអារម្មណ៍ថាវិញ្ញាណនោះមិនបានមកបៀតបៀនដើម្បីសម្លាប់តែគឺដើម្បីសុំជំនួយរតនាបានសន្យាថានឹងធ្វើបុណ្យឧទ្ទិសកុសលឲ្យនាងនៅថ្ងៃស្អែកភ្លាមនោះទ្វារបន្ទប់ក៏របើកឡើងហើយបរិយាកាសក៏ត្រឡប់មកជាធម្មតាវិញព្រឹកឡើងរតនាបានទៅវត្តដែលនៅជិតនោះដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃនិងឧទ្ទិសកុសលជូនវិញ្ញាណស្ត្រីម្នាក់នោះនៅពេលគេត្រឡប់មកផ្ទះសំណាក់វិញដើម្បីចាកចេញគេបានឃើញផ្កាចម្ប៉ាមួយទងដាក់នៅលើតុក្នុងបន្ទប់ជាសញ្ញានៃការលាគ្នានិងការអរគុណពីវិញ្ញាណដែលបានទៅចាប់ជាតិ